ខ្ញុំមើល live ថ្ងៃមិញលោកហ៊ុនម៉ាណែតបានបង្ហាញអេរយាប័តខ្មែរយើងលើឆាកអន្តរជាតិដែលកំពុងក្រឡេកមើលនឹងចាប់អារម្មណ៍ជាខ្លាំងក្នុងខ្ញុំមានមោទកភាពដែលថាដល់បានធ្វើបានល្អគឺសំខាន់ណាស់ចឹងបានអ្នកខ្លះគេថាជំណានេះចេញមកការ៉ាតេរបៀបអាមេរិកហ្មងនេះការ៉ាតេរបៀបចេញមករបៀបដូចមកមិនចឹងសំខាន់ណាស់ខ្ញុំនិយាយត្រង់អ្នកណាស្ដាប់ទៅអន់ចិត្តក៏សូមអធិស្ឋានណាខ្ញុំនិយាយត្រង់ចំណុចខុសគ្នារវាងអ្នកដែលគេហៅថាធ្លាប់ប្រឈមមុខគេថា international exposure គឺបើន័យថាមកជួបប្រស័យតាក់ទងកលិបអន្តរជាតិហ្នឹងខុសគ្នាពីអ្នកដែលក៏អត់ដែលជួបស្ថានភាពហ្នឹងបាទរបៀបដូចយើងធ្លាប់ចូលវិធីជួបលៀងធំមានអ្នកធំមានអ្នកអីចឹងខុសគ្នាពីអ្នកដែលគាត់អត់ដែលបានជួបទេបាទដែលគាត់នៅស្ថានភាពនៅថ្នាក់ធម្មតាជួបជាមួយខ្មែរឬក៏ថ្នាក់ធម្មតាទៀបបាទរបៀបនិយាយរបៀបកាយវិការនឹងខុសគ្នាអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺការបង្ហាញដោយដែលលោកវិមានគាត់និយាយហ្នឹងរបស់ថ្នាក់ដឹកនាំកម្ពុជាជាមួយនឹងមេដឹកនាំអាមេរិកអីហ្នឹងបង្ហាញពីកម្រិតភាពជាអ្នកដឹកនាំរបស់គាត់នឹងផងបង្ហាញពីកម្រិតនៃការចេះដឹងរបស់គាត់ដែលមកសហរដ្ឋអាមេរិកចឹងឃើញពេលខ្ញុំពេលនិយាយឃើញពេលគាត់អោនខ្សឹបនិយាយគ្នានិយាយហិចចាប់ដៃគ្នាសាយនឹងនិយាយរឿងហ្នឹងពេលចប់ហ្នឹងគឺនៅមានរូបចប់ហ្នឹងនៅមាននិយាយគ្នាទៀតណាបាទនៅមាននិយាយគ្នាទៀតគឺសាយដាក់គ្នាទាំងពីរទាំងដើមមុនទាំងដើរចេញទៅអាហ្នឹងសំខាន់ណាស់ពេលខ្លះរឿងខ្លះយើងអត់ចេះនិយាយជាមួយគេអត់និយាយមួយយើងបានយូរឯងគាត់និយាយមកហ្នឹង Hello hi how are you អូ good to see you ប៉ុណ្្នឹងឯងតើតាអ្នកដែលធ្លាប់មករៀននៅស្រុកកែវនិងអ្នកដែលជាប់ជួបសារការហ្នឹងបានដឹងអាពាក្យនិយាយទៅយ៉ាងម៉េចបានដូចរឿងកំ pl ែងហ្នឹងរឿងកំ pl ែងខ្លះនិយាយទៅអាមេរិកគេអត់សាយទេរឿងកំ pl ែងខ្លះនិយាយទៅខ្មែរសាយតែអាមេរិកគេអត់សាយទេអញ្ចឹងអ្នកដែលគាត់ធ្លាប់មករៀនក្រៅនៅរៀនអីជាពិសេសអ្នកដែលជួបសារការប៉ុណ្ណឹងគេដឹងថានិយាយយ៉ាងម៉េចបាទនិយាយយ៉ាងម៉េចជាមួយនឹងថ្នាក់ដឹកនាំពិភពលោកកម្រិតយ៉ាងម៉េចបាទអញ្ចឹងបានខ្ញុំចូលដល់មេរៀនដែលបរៀនបន្តិចចុះគឺពេលដែលគេបរៀនយើងគេបរៀនគេថា15 second message ហ្នឹងគឺគេដាក់ scenario ចេះដាក់ scenario ថាឥឡូវអ្នកឯងកំពុងជិះចដាយយន្តស្រាប់តែជួប director មេស្ថាប័នហ្នឹងជិះចដាយយន្តជាមួយនឹងអ្នកឯងតែអ្នកឯងត្រូវនិយាយអ្វីជាមួយគាត់ក្នុងរយៈពេលក្នុងចដាយយន្ត15វិនាទីឬក៏